បាទតោះសួស្តីបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះលោកគ្រូមកធ្វើការចែករំលែកសំណេរតែងសេចក្តីបាទតកតងទៅនឹងអក្សរសិល្ប៍ខ្មែរណាបាទអញ្ចឹងសម្រាប់សំណេរមួយនេះដែរគឺលោកគ្រូចែករំលែកនេះគឺដើម្បីឲ្យបងប្អូនទាំងអស់គ្នាដែលជាបេក្ខជនបាទត្រៀមប្រឡងសញ្ញាបត្របាក់ឌុបណាបាទឬក៏ភាសាអឺបច្ចេកទេសគឺសញ្ញាបត្រទូទីភូមិណាបាទអូខេអញ្ចឹងប្រធានបទនេះគឺយើងនិយាយអំពីអក្សរសិល្ប៍បាទខ្មែរអញ្ចឹងគេមានប្រធានបទមួយគេលើកឡើងថាការសិក្សាអក្សរសិល្ប៍គឺជាការសិក្សាពីមនុស្សបាទសិក្សាពីមនុស្សហើយដើម្បីមនុស្សហើយចូលពន្យល់ដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមុខវិជ្ជាបាទអញ្ចឹងសម្រាប់ប្រធានបទមួយនេះដែរគឺជាប្រធានបទនិយាយតែជុំវិញបរិបទនៃអក្សរសិល្ប៍ទេណាអូខេតោះអញ្ចឹងកុំឲ្យខាតពេលយូរថាតើប្រធានបទនេះគេតែងបែបម៉េចបាទនឹងសម្រាយបែបម៉េចគឺបេក្ខជនបាទក៏សូមបងប្អូនទាំងអស់គ្នាមកតាមដាននិងមើលជាមួយលោកគ្រូទាំងអស់គ្នាបាទតោះអញ្ចឹងលោកគ្រូសូមអានជូនឲ្យបាទអញ្ចឹងសេចក្តីអត្ថាធិប្បាយឬក៏សេចក្តីអធិប្បាយបាទអក្សរសិល្ប៍មានមុខងារសំខាន់ក្នុងការផ្ដល់ចំណេះដឹងដល់អ្នកអានអ្នកសិក្សាឲ្យចេះស្វែងយល់ពីជីវភាពរបស់មនុស្សឬសង្គមមនុស្សក្នុងសម័យកាលណាមួយហើយបញ្ហាទាំងនោះត្រូវបានស្របទៅតាមក្រិតក្រមចាំបាច់ដែលមាននៅក្នុងជីវភាពពិតៗបាទដោយបានស្គាល់ពីមុខងារនៃអក្សរសិល្ប៍ដូចនេះហើយទើបមានទស្សនៈមួយចែងថាសិក្សាអក្សរសិល្ប៍គឺសិក្សាពីមនុស្សដើម្បីមនុស្សបាទចំណោទបញ្ហាឬក៏ការចោទសួរតើការសិក្សាអក្សរសិល្ប៍ត្រូវសិក្សាពីមនុស្សហើយដើម្បីមនុស្សយ៉ាងដូចម្តេចខ្លះតោះយើងបន្តស្លាយបន្តទៀតបាទដើម្បីបានជាពន្លឺនៃការបកស្រាយគំនិតប្រធានខាងលើនេះយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះជាមុនសិនបាទអក្សរសិល្ប៍គឺជាវិទ្យាស្យង់ដែលចោទនិងដោះស្រាយបញ្ហារបស់មនុស្សនៅក្នុងសង្គមទៅតាមសិលវិធីរបស់អ្នកនិពន្ធរីឯសិក្សាពីមនុស្សគឺសំដៅទៅលើការសិក្សាពីបញ្ហាទាំងឡាយរបស់មនុស្សដែលតែងតែជួបប្រទះជាប្រចាំថ្ងៃរីឯពាក្យដើម្បីមនុស្សជាបំណងក្នុងការអប់រំមនុស្សគ្រប់ស្រទាប់ដែលជាប្រយោជន៍ដល់ការអនុវត្តក្នុងសង្គមដូចនេះតាមគំនិតប្រធានខាងលើមានន័យថាការសិក្សាអក្សរសិល្ប៍គឺជាការសិក្សាពីបញ្ហាមនុស្សទាំងឡាយរបស់មនុស្សដែលបានជួបប្រទះហើយមានបំណងយកបញ្ហានោះមកជាប្រយោជន៍ក្នុងការអប់រំមនុស្សឲ្យប្រព្រឹត្តក្នុងសង្គមបាទអញ្ចឹងមកដល់ត្រឹមចំណុចដែរគឺលោកគ្រូសូមពន្យល់ជូនបន្តិចតាក់ទងទៅនឹងពិន្ទុនៃការទទួលបានអញ្ចឹងនៅក្នុងប្រព័ន្ធនេះគឺពិន្ទុ10អស់ហើយបាទពិន្ទុបានត្រឹម10បាទដែលយើងមាន3ចំណុចដែលទី1គឺឃ្លាភ្ជាប់ក្តីបាទជាធម្មតាគឺគេឲ្យ1ពិន្ទុឬក៏2ពិន្ទុឯងបើថ្នាក់វិទ្យាសាស្ត្រគឺទទួលបានតែ1ពិន្ទុទេសម្រាប់ចំណុចនេះបើផ្នែកសង្គមអាចថាបាន2អីអញ្ចឹងទៅណាបាទហើយពន្យល់ពាក្យឬក៏ពន្យល់ខ្លឹមសារឃ្លារបស់ពាក្យបាទជាធម្មតាគេឲ្យ4ឬក៏3ពិន្ទុតាមហ្នឹងបាទហើយនឹងពន្យល់នៃវិធានណាអូខេតោះអញ្ចឹងយើងបន្តទៅស្លាយបន្តទៀតបាទយើងចូលដល់ការបកស្រាយជាការពិតណាស់បើនិយាយពីកម្មវត្ថុនៃអក្សរសិល្ប៍គឺសិក្សាពីមនុស្សនិងសង្គមមនុស្សអក្សរសិល្ប៍ត្រូវលើកយកបញ្ហាមនុស្សនៅសម័យកាលណាមួយមកបង្ហាញនិងឆ្លុះបញ្ចាំងពីបញ្ហារបស់មនុស្សដែលមានពិតនៅក្នុងសង្គមឬត្រូវផ្សារភ្ជាប់ទៅនឹងជីវភាពតថា
ជារឿងទុំទាវបានសិក្សាពីមនុស្សនាសម័យលង្វែករវាងសតវត្សទី16កអ្វីបានឆ្លុះបញ្ចាំងបញ្ហាទាំងឡាយតាមរយៈការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូសកលរបស់តួអង្គទុំនិងទាវដោយស្ថិតនៅក្រោមការគៀបសង្កត់នៃអំណាចផ្ដាច់ការគ្រប់លំដាប់ក្នុងថ្នាក់ក្នុងសម័យនោះអ្នកទាំងពីរហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីឲ្យបានសម្រេចតាមគោលបំណងប្រាថ្នារបស់ខ្លួនអេរិយានេះក៏បានតម្រូវឲ្យទុំនិងទាវត្រូវប្រឈមនឹងឧបសគ្គម្ដងហើយម្ដងទៀតតាំងពីដើមរហូតដល់ទីបំផុតនៃរឿងជាក់ស្ដែងទុំហ៊ានលាចាកសិក្ខាបទដោយមិនស្ដាប់តាមពាក្យទស្សន៍ទាយរបស់គ្រូឬក៏ទំនាយរបស់គ្រូដែលមើលឃើញថានឹងត្រូវបាត់បង់ជីវិតបើសឹកនៅក្នុងខែបោះតែបើសឹកនៅក្នុងខែពិសាខទុំនឹងបានឡើងធ្វើធំបញ្ហានេះជាបញ្ហាមួយដែលធ្វើឲ្យទុំត្រូវជ្រើសរើសយកដោយសេចក្តីស្នេហាជាធំទុំមិនគិតអ្វីទាំងអស់គឺត្រូវសឹកឲ្យតល់តែបានដើម្បីបានជួបទាវបាទសូមបន្តទៅទៀតកវីមានបំណងអប់រំរីឯទាវវិញដោយសារតែសេចក្តីស្នេហានាងមិនបានគិតដល់ពិធីចូលបន្លប់ដែលខ្លួនកំពុងបំពេញនោះឡើយនាងបានទទួលទុំចំពេលដែលម្ដាយនាងមិននៅទង្វើនេះកវីចង់បង្ហាញថាសេចក្តីស្នេហាអាចធ្វើឲ្យមនុស្សបាត់បង់កិត្តិយសឬពីប្រពៃណីជាតិបានក្រៅពីនេះទៀតនាងហ៊ានចេញមុខប្រឆាំងនឹងម្ដាយនាងដែលបង្ខំឲ្យព្រមរៀបការជាមួយមើលនួនទៀតផងមានន័យថាកវីចង់អប់រំឲ្យចេះទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូសកលសម្រាប់អនាគតរបស់ខ្លួននៅចំពោះមុខព្រះរាជាទុំទាវហ៊ាននិយាយការពិតពីប្រវត្តិស្នេហ៍អ្នកទាំងពីរដើម្បីឲ្យអ្នកទាំងពីរហ៊ានទទួលស្គាល់ការពិតនិងបញ្ជាក់ពីចិត្តស្មោះត្រង់រវាងគ្នានឹងគ្នាទុំនិងទាវហ៊ានបូជាអាយុជីវិតរបស់ខ្លួនដោយឥតស្ដាយស្រណោះដើម្បីបង្ហាញពីការគ្រប់គ្រងក្នុងសម័យកាលលង្វែកដែលអនុវត្តអំណាចផ្ដាច់ការតាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋានរីឯក្នុងរឿងទុំទាវវិញរីឯនៅក្នុងរឿងរាមកេរ្តិ៍វិញក៏បានបង្ហាញអំពីបញ្ហាមនុស្សនៅសេចក្តីលោភលន់របស់នាងកៃកេសីដែរបានជំរុញឲ្យព្រះបាទទសរថប្រព្រឹត្តផ្ទុយពីប្រពៃណីក្សត្រដោយឲ្យព្រះភិរុតដែលជាកូនប្អូនឡើងសោយរាជ្យមុនកូនបងនាំឲ្យគ្រួសារបែកបាក់គឺធ្វើឲ្យព្រះរាមសីតាព្រះលក្សណ៍ត្រូវចាកចេញពីនគរហើយព្រះបាទទសរថឈឺចាប់រហូតសគត់គោលគំនិតនៃការបង្ហាញនេះកវីនិពន្ធយើងមានបំណងអប់រំមនុស្សគ្រប់រូបឲ្យចេះអធ្យាស្រ័យគ្នាទៅវិញទៅមកបញ្ឈប់ទំនាស់វិបត្តិពីអតីតកាលនោះទៅជាការផ្សើរចំណែកការធ្វើសម្បទាននៅរាជបល្ល័ង្ករបស់ព្រះរាមចំពោះព្រះភិរុតជាការពលិកម្មដ៏ឧត្តុង្គឧត្តមជាប្រយោជន៍ដល់គ្រួសារនិងសង្គមជាតិនេះគឺជាបំណងប្រាថ្នាដ៏ធំមួយដើម្បីសុភមង្គលនិងសន្តិភាពបញ្ជាសង្គ្រាមក្នុងប្រទេសស្របជាមួយគ្នានេះដែរព្រះរាមមិនវិលចូលនគរវិញតាមការយាងរបស់នាងកៃកេសីមុនកំណត់នោះឡើយសក្ខីភាពនេះគឺជាគោលបំណងអប់រំមួយដើម្បីឲ្យមនុស្សចេះប្រកាន់យកពាក្យសត្យពាក្យពិតណាពាក្យសត្យហ្នឹងគឺសម្រាប់លើពាក្យដែលគោរពដែលបានសន្យាមួយគឺត្រូវតែធ្វើឲ្យបានហើយនៅក្នុងរឿងរាមកេរ្តិ៍គឺគេឲ្យរំលែកទៅលើពាក្យទៀងត្រង់នេះណាហើយខ្លាចបំផុតគឺពាក្យសត្យនេះឯងអូខេដែលជាតម្លៃរបស់មនុស្សម្នាក់នៅក្នុងការគោរពពាក្យសន្យាម្យ៉ាងវិញទៀតដោយនាងសុបនខាខកបំណងមិនបានសម្រេចក្នុងការចែចង់សុំសេចក្តីស្នេហាពីព្រះរាមនិងព្រះលក្សណ៍នាងសុបនខាក៏បានធ្វើពិធីញុះញង់ក្រុងរាពណ៍ដែលជាបងឲ្យមានចិត្តស្រឡាញ់និងមកចាប់នាងសីតាដែលបង្កជាសង្គ្រាម
ចំពោះគោលបំណងនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតដ៏អាក្រក់របស់មនុស្សតែតែឈ្នានីសជាបាតអ្នកដទៃចំណែកចំនួនរវាងពាលានិងសុគ្រីពវិញគឺជាចំនួនផ្ទៃក្នុងបងប្អូនមិនចេះយោគយល់អធ្យាស្រ័យគ្នាមិនព្រមស្ដាប់ពីមូលហេតុនៃទំនាស់កើតមកពីការយល់ច្រឡំនេះជាការដ៏ល្អបំផុតសម្រាប់ព្រះរាមងាយចូលជ្រៀតជ្រែកបំបែកបំបាក់ដើម្បីផលប្រយោជន៍ខ្លួនជាងយ៉ាងនេះហើយទើបពាលាត្រូវស្លាប់ដោយសារស្នាដៃបាញ់ប្រហារពីសំណាក់ព្រះរាមក្នុងចំណុចនេះកវីចង់អប់រំដល់អ្នកអានថាគ្មាននរណាល្អជាងសាច់ខ្លួនឯងឬក៏ជាសាសខ្លួនឯងទេដូចនេះក៏បីចេះយោគយល់គ្នារួមគ្នាចេះស្រាយទំនាស់ដោយសន្តិវិធីរវាងបងប្អូនខ្លួនមិនគប្បីយកអ្នកក្រៅមកដោះស្រាយឲ្យទេទន្ទឹមនឹងនេះព្រះរាមបានប្រើល្បិចខ្ចីអាវព្រះនារាយណ៍យកមកពាក់ដើម្បីបន្លំភ្នែកមហាជម្ពូព្រោះមហាជម្ពូក្រឡេឆេះល្បិចកលនេះក៏បានសម្រេចព្រោះមហាជម្ពូយល់ច្រឡំថាព្រះរាមជាព្រះនារាយណ៍ពិតប្រាកដក៏យល់ព្រមយកកងទ័ពដល់ព្រះរាមតាមហេតុផលនេះចង់បញ្ជាក់ថាមុននឹងសេពគប់មនុស្សណាមួយគប្បីចេះសង្កេតឲ្យបានច្បាស់ព្រោះមនុស្សអាក្រក់ពិតជាមានមហិច្ឆតាធំអាចបំផ្លាញយើងគ្រប់ល្បិចកលដើម្បីតែផលប្រយោជន៍ណាមួយរបស់ពួកគេក្នុងស្នាដៃដដែលនេះក៏បានបង្ហាញអំពីល្បិចនៃការអូសទាញសត្រូវឲ្យចុះចូលខាងខ្លួនតាមរយៈការបញ្ចូលផ្ដល់រង្វាន់ទិញទឹកចិត្តដូចជាព្រះរាមបានឲ្យហនុមាននិយាយបញ្ចូលពិភេកឲ្យអូសទាញគុម្ពការស្ម័គ្រចូលបម្រើព្រះរាមនិងផ្ដល់តួនាទីក្នុងការដឹកនាំវិធីនេះជាវិធីមានប្រសិទ្ធភាពនិងជោគជ័យក្នុងការធ្វើសង្គ្រាមលើសមរភូមិទាំងអស់យើងសូមបន្តទៀតមិនតែប៉ុណ្ណោះការធ្វើសង្គ្រាមក្រុងរាពណ៍ក៏បានឲ្យសេនាខ្លួនទៅយាមព្រៃមិនឲ្យទ័ពស្វាខាងព្រះរាមចូលបេះផ្លែឈើស៊ីហើយក៏បានយកនាងសីតាហោះឡើងទៅលើអាកាសកវីចង់ឆ្លុះបញ្ចាំងប្រាប់ឲ្យយើងឃើញថាពីវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើសង្គ្រាមផ្ដាច់ស្បៀងព្រោះទ័ពគ្មានស្បៀងពិតជាបរាជ័យមួយទៀតគឺជាសង្គ្រាមចិត្តសាស្ត្រដែលធ្វើឲ្យព្រះរាមបញ្ឈប់សង្គ្រាមភ្លាមៗក្រោយពីបានឃើញនាងសីតាជិះរាជរថហោះលើអាកាសជាមួយក្រុងរាពណ៍ដោយស្របជាមួយគ្នានេះដែលជារឿងទុំទាវដែលជាស្នាដៃរបស់លោកភិក្ខុសោមក៏បានលាតត្រដាងឲ្យឃើញពីបញ្ហាមនុស្សនាសម័យលង្វែកដែលជាសម័យកាលមួយបំបិទសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូសកលរបស់យុវជនយើងជាមួយនឹងតួអង្គទុំទាវត្រូវបានកវីយើងឆ្លុះបញ្ចាំងតម្លៃជីវិតមនុស្សមិនសម្រាប់ផែនដីចាស់ដែលបញ្ចាំងឲ្យឃើញពីគំនិតប្រឈមគ្នារវាងគំនិតអភិរក្សរបស់ម្ដាយទាវនិងគំនិតអភិវឌ្ឍរបស់ទុំទាវទេការបង្ហាញនេះសបញ្ជាក់ថាបំណងប្រាថ្នារបស់យុវជនពិតជាចាំបាច់ដែលពួកគេត្រូវការសិទ្ធិសេរីភាពពុំមានការគាបសង្កត់ពីសំណាក់ផ្នត់គំនិតសង្គមណាមួយឡើយមានន័យថាការគ្រប់គ្រងជោគវាសនាដោយខ្លួនឯងជាការចាំបាច់ប៉ុន្តែបើសិនជាមានការគាបសង្កត់ហើយនោះពិតជាមានការរើបម្រាស់ជាក់ជាមិនខានហេតុនេះហើយទើបទុំនិងទាវងាយមានប្រតិកម្ម
រាល់ឧបសគ្គដែលមករារាំងបាទនឹងប៉ះពាល់ផលប្រយោជន៍របស់ពួកគេដូចជាទាវហ៊ានជំទាស់បាទបំណងម្ដាយដែលបំរុងលើខ្លួនឲ្យទៅមើលងួនបាទកូនចៅវាយស្រុកអរជូនឬនាងហ៊ានបកស្រាយការពិតរវាងនាងនិងទុំឲ្យព្រះរាជាទ្រង់ជ្រាបជាពិសេសនាងហ៊ានស្ម័គ្រស្លាប់ជាមួយទុំដើម្បីបញ្ជាក់ពីភក្តីភាពរបស់នាងទៀតផងទុំក៏យ៉ាងដូចនេះដែរគឺហ៊ានលួចចាកសិក្ខាបទជំនះទំនាយគ្រូរាយការពិតថ្វាយព្រះរាជានឹងសុខចិត្តទទួលទារុណកម្មរហូតដល់ស្លាប់ដើម្បីនាងទាវជាដើមសក្ខីភាពនេះសបញ្ជាក់ពីតម្លៃជីវិតមនុស្សមិនស្ថិតនៅលើការគៀបសង្កត់បំបាក់ស្មារតីប្រៀបដូចជាសត្វធាតុនោះទេត្រូវតែយល់និងស្គាល់ពីបំណងប្រាថ្នារបស់ពួកគេពិតជាយុវជនយើងជាមួយនឹងតួអង្គទុំទាវត្រូវបានកវីយើងឆេះបញ្ចាំងឲ្យឃើញពីគំនិតប្រឈមគ្នារវាងគំនិតអភិរក្សរបស់ម្ដាយទាវនិងគំនិតអភិវឌ្ឍរបស់ទាវការបង្ហាញនេះសបញ្ជាក់ពីបំណងប្រាថ្នារបស់យុវជនពិតជាចាំបាច់ដែលពួកគេត្រូវទាមទារសិទ្ធិសេរីភាពពុំមានការគៀបសង្កត់ពីសំណាក់សង្គមណាមួយឡើយមានន័យថាការគ្រប់គ្រងវាសនារបស់ខ្លួនគឺចាំបាច់ប៉ុន្តែបើសិនជាមានការគៀបសង្កត់ហើយនោះពិតជាមានការរើបំរាស់ជាជួនកាលហេតុនេះហើយទើបទុំនឹងទាវងាយមានប្រតិកម្មរាល់ឧបសគ្គបាទដែលមករារាំងនិងប៉ះពាល់ដល់ផលប្រយោជន៍ពួកគេដូចជាទាវហ៊ានជំទាស់ម្ដាយនាងដែលបំរុងលើកខ្លួនឲ្យទៅមើលងួនកូនចៅវាយស្រុកជូននឹងនាងហ៊ានបកស្រាយការពិតនាងនឹងទុំឲ្យព្រះជាបានជ្រាបទៀតផងបាទយើងសូមបន្តទៀតជាពិសេសនាងហ៊ានស្លាប់ជាមួយទុំដើម្បីបញ្ជាក់ពីភក្តីភាពរបស់នាងទៀតផងខ្ញុំក៏យ៉ាងដូចនេះដែរឬក៏ទុំទៅកន្លែងនេះពាក្យនេះទុំក៏យ៉ាងដូចនេះដែរគឺហ៊ានលាចាកសិក្ខាបទពីទំនាយការពិតស្វ័យព្រះជានិងសុខចិត្តទទួលទរណកម្មពុទ្ធសាសនាដើម្បីនាងទាវជាដើមបាទអញ្ចឹងសក្ខីភាពនេះគឺចង់ឆ្លុះបញ្ចាំងថាតម្លៃជីវិតមនុស្សគឺស្ថិតនៅលើការគៀបសង្កត់បំបាក់ស្មារតីប្រៀបដូចជាសត្វធាតុទេដែលត្រូវស្គាល់ពីបំណងពិតរបស់ខ្លួនបាទយើងឈានចូលមកដល់សរុបបន្តិចបាទអញ្ចឹងសរុបសេចក្តីមកការសិក្សាអក្សរសិល្ប៍គឺពិតជាសិក្សាពីមនុស្សអប់រំមនុស្សពិតប្រាកដមែនបាទសរុបសេចក្តីឆ្លងតាមការបកស្រាយទស្សនៈប្រធានខាងលើនេះរួចមកបានបង្ហាញថាទស្សនៈប្រធានពិតជាបានបង្កប់គំនិតសំខាន់ក្នុងការអប់រំឲ្យយើងស្គាល់ពីទូនីតិតម្លៃនៃស្នាដៃអក្សរសិល្ប៍នីមួយៗមិនតែប៉ុណ្ណោះគំនិតប្រធានក៏បានបណ្ដុះស្មារតីអ្នកសិក្សាឲ្យចេះវិភាគបញ្ហាទាំងឡាយដែលមាននៅក្នុងអក្សរសិល្ប៍ដើម្បីទុកជាគំនិតអប់រំឲ្យបានល្អប្រសើរឡើងក្នុងជីវិតនេះផងបាទអញ្ចឹងសម្រាប់វីដេអូរបស់លោកគ្រូមានប៉ុណ្ណឹងហើយបើមានចំណុចណាដែលខុសឆ្គងក៏សូមអធិស្ឋានទុកជាមុនផងបាទអរគុណច្រើន